ពីវាក្រុងហើយបងបោយធានសងសាយពេញដីចិនដំរួតចរាចរមានជំហរល្អចរាចរបាទសូមជម្រាបសួរលោកពូនអាមីងលោកតាលោកយាយនិងបងប្អូនអ្នកស្ដាប់អ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីរាប់អានបាទនៅពេលនេះខ្ញុំបាទសេងតារាដែលជាអ្នកស្រាវជ្រាវប្រវត្តិសិល្បករកវីនិពន្ធតន្ត្រីករជើងចាស់និងតារាភាពយន្តផលិតករភាពយន្តបាទវិលមកជួបបងប្អូនលោកពូនអាមីងសាជាថ្មីទៀតហើយក្នុងឱកាសនេះផងដែរឥឡូវខ្ញុំសូមនាំអារម្មណ៍លោកអ្នកស្ដាប់មកស្ដាប់សំឡេងរបស់អ្នកចម្រៀងយើងម្នាក់ទៀតតែក៏ប្រិយមិត្តយើងមិនសូវបានឮឈ្មោះគាត់ផងដែរតែគាត់មានសំឡេងពីរោះមួយបែបហើយគាត់ដូចជាល្បីនៅទសវត្សរ៍ទី90ទីនៅទសវត្សរ៍ទី80គាត់ដូចជាមិនមានឈ្មោះឬក៏មិនទាន់ចូលប្រឡូកក្នុងអាជីពសិល្បៈទីមួយទៅឃើញចម្រៀងគាត់ភាគច្រើនច្រៀងតែក្នុងទសវត្សរ៍ទី90ទីនោះគឺលោកកែវសិលាធ្លាប់ឮឈ្មោះលោកកែវសិលាទីបាទលោកអ្នកស្ដាប់បើសិនជាអ្នកធ្លាប់ច្រៀងការ៉ាអូខេតាមផលិតកម្មផ្សេងដូចជាផលិតកម្មបូផាឬក៏ផលិតកម្មមួយចំនួនដែលគេបញ្ជូនទៅលក់នៅក្រៅប្រទេសរីមាសតោមាសឬក៏ផលិតកម្មផ្សេង Golden Sound ជាដើមធ្លាប់ឃើញឈ្មោះលោកកែវសិលាបាទលោកកែវសិលាតាមដែលខ្ញុំស្មានឬក៏សន្និដ្ឋានគាត់ទើបតែប្រឡូកក្នុងទសវត្សរ៍ទី90ទីហើយបទចម្រៀងរបស់គាត់ក៏អត់មានអ្វីលេចធ្លោដែលគេស្គាល់ច្រើនផងដែរគឺភាគច្រើនគេយកបទពីដើមមកគាត់ច្រៀងដូចជាបទលោកស៊ីនស៊ីសមុទ្រនិងអ្នកចម្រៀងផ្សេងទៀតហើយពិសេសគឺគេចូលចិត្តយកបទលោកកែវសារ៉ាត់នៅទសវត្សរ៍ទី80ហ្នឹងមកឲ្យគាត់ច្រៀងច្រើនជាងបទចំនួនលោកស៊ីនស៊ីសមុទ្រទៅទៀតដោយសារប្រហែលជាគេស្ដាប់ទៅសំឡេងគាត់តូចឆ្មាដោយសំឡេងលោកកែវសារ៉ាត់អញ្ចឹងហើយបានជាខ្ញុំឃើញតាមរយៈបទចម្រៀងការ៉ាអូខេណាឃើញលោកកែវសិលាច្រៀងបទលោកកែវសារ៉ាត់ច្រើនគឺដោយសារតែម្ចាស់ផលិតកម្មយកបទទាំងអស់ហ្នឹងមកឲ្យគាត់ច្រៀងដោយសារសំឡេងគាត់តូចឆ្មាដោយសំឡេងលោកកែវសារ៉ាត់បាទដូច្នេះក្នុងឱកាសនេះខ្ញុំសូមលើកបទចម្រៀងរបស់គាត់ដែលភាគច្រើនគឺគេឲ្យគាត់ច្រៀងបទលោកកែវសារ៉ាត់នោះមកបង្ហាញជូនតែម្ដងបាទបទទី1មានចំណងជើងថាអនិច្ចាស្នេហ៍ថ្មីជាបទដើមរបស់លោកកែវសារ៉ាត់តោះឥឡូវយើងស្ដាប់ទាំងអស់គ្នាសំនៀងលោកកែវសិលាអនិច្ចាស្នេហ៍ថ្មីអើយអនិច្ចាអើយស្នេហ៍បាទអនិច្ចាស្នេហ៍ថ្មីក៏បានរំលងផុតទៅហើយឥឡូវយើងមកស្ដាប់សំឡេងលោកកែវសិលាមួយបទទៀតដែលជាបទដើមរបស់លោកកែវសារ៉ាត់ផងដែរបទនេះមានចំណងជើងថាស្ដាយភូមិកំណើតបាទបទនេះគឺខាងផលិតកម្មគេតម្រូវឲ្យគាត់ច្រៀងដោយសារតែគេស្ដាប់ទៅសំឡេងគាត់ហាក់បីដូចជាស្តៀងលោកកែវសារ៉ាត់ច្រើនជាងគាត់ច្រៀងបទលោកស៊ីនស៊ីសមុទ្រតោះឥឡូវយើងស្ដាប់បទទី2ស្ដាយភូមិកំណើតស្ដាយភូមិកំណើតស្ដាយអនុសាស្ដាយទេកាបាទស្ដាយភូមិកំណើតដែលជាសំឡេងលោកកែវសាលាក៏បានរំលងផុតមួយបទទៀតទៅហើយបាទខ្ញុំធ្លាប់ជួបលោកកែវសាលាដូចជាម្ដងពីរដងដែរគាត់នៅស្ទឹងមានជ័យម្ដុំមុខវត្តស្ទឹងមានជ័យចូលទៅខាងក្នុងខាងម្ដុំសាលាមត្តេយណាផ្លូវចូលផ្ទះគាត់បាត់ទៅហើយបាទដោយសារយូរពេកតាំងពីខ្ញុំធ្វើការនៅវិទ្យុតេលីពីឆ្នាំ2009ដល់ឆ្នាំ2017ម្លេះដូចជាជួបគាត់ម្លងឆ្នាំ2012 13ហ្នឹងមើលទៅបាទឥឡូវ2023ប្រហែលជា10ឆ្នាំហើយឥឡូវផ្លេចផ្ទះគាត់បាត់លោកកែវសិលាហើយបើសិនជាលោកកែវសិលាបានឃើញវីដេអូនេះសូមជួយតាក់ទងមកខ្ញុំបាទផងបាទតាមលេខទូរស័ព្ទដែលខ្ញុំដាក់លើកញ្ចក់វីដេអូកាមេរ៉ានេះបាទឥឡូវបន្ទាប់ពីបទទាំងពីរគឺដែលគាត់ច្រៀងតាមលំនាំបទចម្រៀងរបស់លោកកែវសារ៉ាត់គឺអនិច្ចាស្នេហ៍ថ្មីនិងស្ដាយភូមិកំណើតខ្ញុំលើកបទមួយទៀតដែលគាត់ច្រៀងបទចម្រៀងលោកស៊ីនស៊ីសមុទ្រវិញម្ដងបទនេះមានចំណងជើងថាវិលវិញអូនបទនេះគឺគាត់ច្រៀងដាក់ការ៉ាអូខេផងដែរច្រៀងទៅតាមតម្រូវការឬការជួលរបស់ផលិតកម្មដែលគេតម្រូវឲ្យគាត់ច្រៀងបទហ្នឹងតោះឥឡូវយើងស្ដាប់ទាំងអស់គ្នាវិលវិញអូនជាសំនៀងដើមរបស់លោកស៊ីនស៊ីសមុទ្រហើយត្រូវបានច្រៀងឡើងវិញដោយលោកកែវសិលាស្រឡាញ់ស្មោះបាទវិលវិញអូនដែលជាសំនៀងលោកកែវសិលាក៏បានរំលងផុតទៅហើយម្ចាស់សំនៀងដើមគឺលោកស៊ីនស៊ីសមុទ្រហើយឆ្លៀតឱកាសនេះខ្ញុំបាទក៏សូមបញ្ជាក់បន្ថែមផងដែរខ្ញុំទើបតែនឹកឃើញលោកកែវសិលាក៏មានចម្រៀងពីបទល្បីផងដែរកាលពីទសវត្សរ៍ទី90ខ្ញុំទើបតែនឹកឃើញនិយាយបដាស្ដាប់សំឡេងគាត់បដាទៅនឹកឃើញដល់បទចម្រៀងពីបទកាលខ្ញុំទៅជួបគាត់ឯបាទខ្ញុំដឹងថាបទហ្នឹងលោកកែវសិលាជាអ្នកច្រៀងបើសិនជាអត់បានជួបគាត់ទេអត់ដឹងថាបទហ្នឹងគាត់ជាអ្នកច្រៀងទេដែលបទទី1មានចំណងជើងថាដំរួតចរាចរណ៍ឬក៏បទចម្រៀងតាក់ទងនឹងចរាចរណ៍ដំរួតចរាចរណ៍នេះបទនេះលោកអ្នកធ្លាប់ស្ដាប់ទេ
ប្រហែលជាលោកអ្នកធ្លាប់ស្ដាប់កាលពីទសវត្សរ៍ទី90ហើយចូលទសវត្សរ៍ឆ្នាំ2000តាមបណ្ដាវិទ្យុឬក៏ទូរទស្សន៍បានចាក់ផ្សាយជាញឹកញាប់ទាំងទូរទស្សន៍កប៉ុស្តិ៍លេខ5ឬក៏ប៉ុស្តិ៍លេខ3បាទទូរទស្សន៍ប៉ុស្តិ៍លេខ3ក៏ចាក់ញឹកទូរទស្សន៍ប៉ុស្តិ៍លេខ5ឬក៏ទូរទស្សន៍កចាក់បាត់នឹងញឹកណាស់បាទបាត់តាក់ទងចរាចរណ៍ណាដំរួតចរាចរណ៍សំឡេងក៏ព្រោះមែនទែនគាត់ជាងបាត់ដំរួតចរាចរណ៍ហ្នឹងណាលោកអ្នកធ្លាប់ឮបាត់ហ្នឹងអត់បាទជើងចុកប៉ុន្តែខំប្រឹងប្រយ័ត្នឡានរលត់ជួយរុញថយវិញស្ងាត់ស្ងាត់នៅតែត្រូវមាត់អោបតាមអ្នកចរាចរណ៍លំតតពលរីកមកទៀតកុំប្រជ្រៀតជួយសំរួលកុំសំរុកទៀតត្រូវមានមាយាទតាមច្បាប់ចាចរាចរណ៍ក្រាបអង្គវអ្នកដំណើរទាំងឡាយបើយើងប្រមាថត្រូវខ្ទេចទីហើយជាស្ដាយរបស់នឹងជីវិតយើងអើយជម្រាបឲ្យហើយពីដំរួតចរាចរណ៍លៀងញញឹកត្រូវស៊ូទ្រាំនឹងនាទីជារាក់ជំហរស្មោះស្ម័គ្រសមរួលដោយប្រយ័ត្នដំរួតចរាចរណ៍សម្រួលដំណើរគ្មានថ្មមួយម៉ាត់ជួយជើងចុកប៉ុន្តែខំប្រឹងប្រយ័ត្នឡានរលត់ជួយរុញថយវិញស្ងាត់ស្ងាត់នៅតែត្រូវមាត់អោបតាមអ្នកចរាចរណ៍លំតល់ពលរីកមកទៀតកុំប្រជ្រៀតជួយសំរួលកុំសំរុកទៀតត្រូវមានមាយាទតាមច្បាប់ចាយសំរួតចរាចរណ៍ក្រាបអង្គវអ្នកដំណើរទាំងឡាយបើយើងប្រមាថត្រូវខ្ទេចទីហើយជាស្ដាយរបស់នឹងជីវិតយើងអើយជម្រាបឲ្យហើយពីដំរួតចរាចរណ៍ហើយបាត់មួយទៀតកាលនោះប៉ុស្តិ៍លេខ6គេចាក់រាល់ថ្ងៃគឺបាត់សំណាក់ខៃហ្វុងសំណាក់ខៃហ្វុងបាវជីងធានប្រកាន់យុត្តិធម៌គ្មានមេត្តាលោកអ្នកធ្លាប់ស្ដាប់បាត់ហ្នឹងទេអ្នកធ្លាប់ទស្សនារឿងប៉ាវចិនកាលហ្នឹងដូចជាឆ្នាំ90ជាងគឺបទហ្នឹងត្រូវបានគេបកប្រែពីចិនយកមកឲ្យលោកកែវសិលាច្រៀងហើយចាក់ផ្សាយតាមទូរទស្សន៍ប៉ុស្តិ៍លេខ9នៃចាំឯបទហ្នឹងសំណាក់ខៃហ្វុងបាវជីងធានលោកអ្នកដែលធ្លាប់មើលរឿងប៉ាវចិនគឺប្រកាសជាចងចាំចម្រៀងមួយបទហ្នឹងតែខ្ញុំកាលនោះដូចចេះជ្រៀងចង់អស់សំណាក់ខៃហ្វុងបាវជីងធានប្រកាន់យុត្តិធម៌គ្មានមេត្តាមានអគុណនិយមច្រើនគាំទ្រវាងឆាវនឹងមហានដើរជាមេត្រឡប់ស្ដាប់បាត់ហ្នឹងឯងបាទគេចាក់ក្នុងរឿងប៉ាវចិនរឿងតឡាការមុខដៃចឹងណានៅពេលដែលគេចាក់បាត់ហ្នឹងគេអត់បានបញ្ជាក់ពីឈ្មោះអ្នកចម្រៀងទីអញ្ចឹងហើយបានជាយើងទាំងអស់គ្នាបានត្រឹមតែស្ដាប់អត់ដឹងថាម្ចាស់សំនៀងជាអ្នកណាទីអញ្ចឹងថ្ងៃនេះបានដឹងហើយគឺលោកកែវសិលាម្ចាស់បទដំរួតចរាចរណ៍ទីវាក្រុងហើយបងបោធានសងសាយពេញដីចិនយ៉ាងមិនដែរស្ដាប់បាត់នេះលោកអ្នកធ្លាប់នឹកឃើញអនុស្សាវរីយ៍ធ្លាប់មើលទូរទស្សន៍សខ្មៅកាលពីទសវត្សរ៍ទី90រឿងលោកម្ចាស់ប៉ាវដែរអត់បាទរឿងតុលាការមុខដែកមានប៉ាវចិនជាតុលាការមុខដែក
ហើយច័ន្ទចៅបាទឆ្មាពិឃាតហើយនឹងទីប្រឹក្សារបស់លោកម្ចាស់ប៉ាវគឺលោកកុងស៊ុនហើយនឹងអង្គរៈឆ្វេងស្ដាំគឺវាងឆៅមហានបាទវាងឆៅមហានចៅឡុងចៅហ្វូត្រឡប់បានមើលហ្នឹងគឺនរណាគេក៏ចាំប័ណ្ណចម្រៀងនឹងផងដែរគឺប័ណ្ណតុលាការមុខដែកច្រៀងដោយលោកកែវសិលាក្រុងហើយពងបោជធានសងសាយពេញដីចិនដាច់ទីធរវីរជនរួមដៃជួយពិឃាតអធរវាងឆៅនឹងមហានអង្គរាំងតកណ្ដុលក្លាហានកំលឹងមេឃត្រាលខ្លួនព្រៀបជាប់ជុំរួមមានកណ្ដុលជ្រែកដីជ្រែកព្រឹងព្រៃក្រោមធរណីរឹងដូចពេញចរណៃអ្នកក្លាហានល្បីអាណៃកណ្ដុលជ្រែកមេចាំចាដូចពេញពុនរី7កាយបើរួមចិត្តរួមកាយពិតអងអាចមានយុទ្ធទេធស្មោះនឹងប៉ាវឈីងធានដល់សពជូនមហាជនក្រុងហើយពងបោជធានសងសាយពេញដីចិនដាច់ទីធរវីរជនរួមដៃជួយពិឃាតអធរវាងឆៅនឹងមហានអង្គរាំងតបណ្ដុលក្លាហានកំពុងមេឃត្រាខ្លួនព្រៀបជាប់ជុំរួមមានកណ្ដុលជ្រែកដីជ្រែកព្រឹងព្រៃក្រោមធរណីដូចពេញចរណៃអ្នកក្លាហានល្បីអាណៃកណ្ដុលជ្រែកមេចាំចាដូចពេញពុនរី7កាយបើរួមចិត្តរួមកាយពិតអងអាចមានយុទ្ធទេធស្មោះនឹងប៉ាវឈីងធានដល់សពជូនមហាជនអតីតកាលប្រែប្រួលវេលាចោលស្នេហាបណ្ដាច់បណ្ដាថ្ងៃនេះតែនចំបែងខ្នងហារទេខំបំភ្លេចស្នេហាយកសុរាជាគ្រឿងបំភ្លេចតែឥតន័យព្រោះស្រីក្បត់ចិត្តណាគេតែងធ្លាប់សរសើរគ្រប់គ្នាថាស្នេហាយើងស្មោះភក្តីស្នេហ៍យើងពិតមិនប្រាចិត្តទី3ស្នេហ៍អើយស្នេហ៍គឺជាអ្វីមកពីស្រីឬអ្វីកំណត់ឬក៏ព្រមលិខិតចាអូស្នេហ៍អើយស្នេហ៍ធ្លាប់មក